រឿងនាងរាជុមាលាការមិនប្រទុះគឺមិនបៀតបៀនគ្នាជាសិរីក្នុងលោកកាលព្រះសម្ពុទ្ធគង់នៅក្នុងវត្តចេតពុននាក្រុងសាវត្ថីគ្រានោះមានកុមារីម្នាក់ជាកូនរបស់ទាសីអ្នកបម្រើព្រាហ្មណ៍ម្នាក់ក្នុងស្រុកកយាឯនាយព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍នោះតាំងតែពេលនាងកុមារីកូនទាសីរបស់ខ្លួនកើតមកមិនដែលបានសប្បាយចិត្តសោះតែងឃើញកុមារីនោះកាលណាសេចក្តីក្រោធកើតឡើងក្នុងកាលនោះចំណែកនាងកុមារីដល់ធំឡើងក៏បម្រើនាងព្រាហ្មណីជាមួយនឹងម្ដាយប៉ុន្តែនាងពុំដែលបានសប្បាយចិត្តសោះព្រោះនាងព្រាហ្មណីចេះតែវាយតបជេរប្រតិចជានិច្ចរាល់ថ្ងៃមួយនាងកុមារីនោះទៅរកទាសីនាយសំពៅឲ្យកោសក់ឲ្យលុះកោហើយប្រញាប់ប្រញាល់ត្រឡប់មកវិញនាងព្រាហ្មណីក្រឡេកឃើញក្បាលត្រងោខឹងណាស់ទើបយកខ្សែគោមួយចង្វាយស្ទុះទៅសំពងនាងកុមារីនោះហើយចងកនាងនាំយកទៅផ្ទះខ្សែដែលចងនោះមិនស្រាយឡើយទើបមនុស្សទាំងឡាយហៅនាងកុមារីនោះថារាជុមាលានាងរាជុមាលានេះបានជាចៅវាយចេះតែស្អប់ឃើញមុខមិនបានព្រោះការជាតិមុនក្នុងសាសនាព្រះសម្ពុទ្ធកស្សបៈនាងបានជាចៅវាយរបស់នាងព្រាហ្មណីបានវាយទះតបទាសីរបស់ខ្លួនអត្រាប្រណីឡើយបានជាពេលនោះតាមជាប់មកបណ្ដាលឲ្យនាងព្រាហ្មណីជេរប្រតិចវាយទះតបខ្លួនវិញឯនាងរាជុមាលានេះជាស្ត្រីមានចិត្តធ្ងន់បំផុតមិនដែលខឹងតបតដោយពាក្យសម្ដីឬដោយអាការៈណាមួយចំពោះនាងព្រាហ្មណីជាចៅវាយឡើយថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រមាលមើលនិស្ស័យសត្វបានជ្រាបថានាងរាជុមាលាជាស្ត្រីមាននិស្ស័យខ្ពស់ត្រូវបានសម្រេចដល់គុណធម៌លុះទ្រង់ជ្រាបដូច្នេះហើយពេលថ្ងៃរសៀលក៏និមន្តទៅគង់ក្នុងព្រៃក្រោមឈើមួយដើមក្បែរភូមិនាងព្រាហ្មណីនោះឯនាងរាជុមាលាកាលបាចៅវាយចេះតែធ្វើបាបខ្លាំងដូច្នោះនាងព្រួយចិត្តខ្លាំងណាស់ក៏កាន់ក្អមធ្វើជាទៅដងទឹកហើយលួចរត់ចូលទៅក្នុងព្រៃដើម្បីចងកសម្លាប់ខ្លួនទៅដល់ឃើញដើមឈើធំមួយដើមក៏ឡើងទៅខាងលើយកខ្សែម្ខាងចងកខ្សែម្ខាងចងភ្ជាប់ទៅមែកឈើបំរុងនឹងលោតសម្លាប់ខ្លួនស្រាប់តែឃើញព្រះសម្ពុទ្ធគង់ក្រោមម្លប់ឈើមួយដើមក្បែរដើមឈើដែលខ្លួនឡើងនោះសេចក្តីជ្រះថ្លាក៏កើតឡើងទើបស្រាយខ្សែអំពីកហើយចុះទៅថ្វាយបង្គំព្រះសម្ពុទ្ធព្រះសម្ពុទ្ធទ្រង់ត្រាស់សួរថានាងមកមានការអ្វីនាងរាជុមាលាបានថ្លែងប្រវត្តិរបស់ខ្លួនថ្វាយព្រះសម្ពុទ្ធជាម្ចាស់តាំងពីដើមដល់រាបដល់ចប់លុះចប់ហើយព្រះសម្ពុទ្ធទ្រង់សម្ដែងព្រះធម៌ទេសនាឲ្យនាងស្ដាប់នាងខំផ្ចង់ស្មារតីស្ដាប់ដល់រាបដល់ចប់ក៏បានសម្រេចសោតាបតិផលហើយថ្វាយបង្គំលាព្រះសម្ពុទ្ធរួចកណ្ដៀតក្អមដងទឹកទៅផ្ទះវិញកាលនោះព្រាហ្មណ៍ជាស្វាមីរបស់នាងព្រាហ្មណីកំពុងអង្គុយនៅមាត់ទ្វារបានឃើញនាងរាជុមាលាមានទឹកមុខស្រស់បោះជាងសពដងក៏សួរថានាងទៅណាយូរម្ល៉េះមកវិញស្រាប់តែញញឹមញញែមនាងប្រាប់ចៅវាយថាខ្ញុំបានជួបនឹងព្រះសម្ពុទ្ធព្រះអង្គនៅក្នុងដងព្រៃក្បែរភូមិខ្ញុំស្ដាប់ធម៌របស់ព្រះអង្គបានជាយូរក្រមកមនុស្សទាំងឡាយក្នុងស្រុកកយាបានឮថាព្រះមានព្រះភិក្ខនិមន្តមកក៏នាំគ្នាទៅបបួលនាងព្រាហ្មណីទៅថ្វាយបង្គំព្រះសម្ពុទ្ធកាលបានមហាជនទៅជួបជុំហើយព្រះសម្ពុទ្ធទ្រង់សម្ដែងអតីតនិទានរបស់នាងព្រាហ្មណីនិងនាងរាជុមាលាឲ្យមហាជនបានដឹងលុះចប់ហើយនាងព្រាហ្មណីនិងស្វាមីរបស់នាងព្រមទាំងមហាជនដែលទៅស្ដាប់ធម៌ទាំងប៉ុន្មានក៏បានដល់ត្រៃសរណគមខ្លះបានរក្សាសិល5ខ្លះចាប់តាំងពីថ្ងៃនោះមកនាងព្រាហ្មណីនិងនាងរាជុមាលាបានរាប់អានគ្នាដូចជាបងប្អូនបង្កើតដល់រាបដល់អស់ជីវិតឯនាងរាជុមាលាលុះធ្វើមរណកាលទៅបានទៅកើតក្នុងស្ថានតាវតੰសោយទិព្វសម្បត្តិជាសុខក្សេមក្សាន្ត